បាទជាថ្មីម្ដងទៀតក៏សូមអនុញ្ញាតគោរពជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តលោកអ្នកស្ដាប់ទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតែតាមដានស្ដាប់នៅក្នុងកម្មវិធីយប់15កើតជាទីមេត្រីកម្មវិធីរបស់យើងគឺតែងតែបម្រើអារម្មណ៍ប្រិយមិត្តលោកអ្នកស្ដាប់គ្រប់រូបដែលជាអ្នកជឿជាក់ទៅលើរឿងរ៉ាវអបិយជំនឿព្រឺរន្ធត់តាក់ទងទៅនឹងព្រលឹងវិញ្ញាណអមនុស្សអាបធ្មប់ព្រាយអសុរកាយជំនាញមរិញគង្វាលនិងអំពើអាគមក៏ដូចជាអំពើអាថ័ន្ទផ្សេងៗជាដើមនោះបាទហើយដោយសពដងអញ្ចឹងបន្ទាប់ពីយើងបានឃ្លាតគ្នារយៈពេលយូរក្រនហើយព្រោះវាមានឧបសគ្គរហូតដោយសារតែចប់ពីបុណ្យចូលឆ្នាំចិនមកនៅចិត្តផ្ទះខ្ញុំហ្នឹងក៏មានពិធីបុណ្យហើយជាពិសេសហ្នឹងគឺរដូវកាលការអញ្ចឹងគេរៀបមង្គលការរៀបអាពាហ៍ពិពាហ៍ច្រើនអញ្ចឹងទៅមានសម្លេងរំខានអត់អាចចេញវីដេអូបានអញ្ចឹងណាប្រិមិត្តហើយមួយវិញទៀតដោយសារតែយើងរងចាំមើលទៅឃើញថាពិធីមង្គលការក៏ដូចជាបុណ្យហ្នឹងគឺដេញតគ្នារហូតអញ្ចឹងចប់ពីរោងមួយចូលរោងមួយហើយឮសំឡេងរំខានច្រើនពេកទៅខ្ញុំក៏អត់ដឹងធ្វើម៉េចមានតែទ្រាំដេកស្ដាប់ភ្លេងការនឹងគេសិនទៅបាទហើយដោយសារតែក្រោយមកចប់ពីពិធីបុណ្យហើយនឹងការគេជុំវិញផ្ទះហើយនៅឧបសគ្គម្ដងទៀតអ្នកចិត្តខាងខ្ញុំនឹងគាត់ក៏ស្រឡាញ់តន្ត្រីអញ្ចឹងគឺគាត់ច្រៀងខារ៉ាអូខេរាល់ថ្ងៃហើយខ្ញុំធ្វើវីដេអូអត់កើតបាទដល់ពេលអញ្ចឹងទៅក៏មានតែសម្រេចបដូរវេនមកធ្វើនៅពេលយប់ជ្រៅវិញទៅស្ងាត់ព្រោះនៅមួយផ្ទះខ្ញុំវាចាប់ផ្លូវផងវាលឺសំឡេងអ៊ូអច្រើនអញ្ចឹងមានតែពេលយប់ស្ងាត់ទេហើយក៏មានឧបសគ្គដែរនៅពេលធ្វើយប់ជ្រៅគឺងុយដេកនឹងតែម្ដងអញ្ចឹងតើមានកាហ្វេបើអត់មានកាហ្វេទេគឺខ្លាចធ្វើដេកលក់លើតុអញ្ចឹងណាប្រិមិត្តបាទហើយសុខទុក្ខយ៉ាងណាដែរបន្ទាប់ពីយើងឃ្លាតគ្នាចូលមួយខែមកនេះតើបងប្អូនយើងសុខសប្បាយធម្មតាទេសុខភាពអីមិនដែរបាទអញ្ចឹងដោយសពដងអញ្ចឹងការវិលមកជួបគ្នានៅក្នុងរាត្រីនេះយើងក៏មានរឿងរ៉ាវមួយដែលជាការតបស្នងទៅតាមការស្នើសុំរបស់ប្រិមិត្តយើងក៏ចង់ដឹងអំពីរឿងរ៉ាវបោះតង់អីចឹងណាហើយគូផ្សំនឹងខ្ញុំក៏ជាអ្នកមានចំណូលចិត្តទៅខាងបោះតង់ដេកព្រៃនឹងទៀតអញ្ចឹងក៏អាចមានរឿងរ៉ាវខ្លះៗដើម្បីយកចែកម្លែកជូនប្រិមិត្តអរគ្នាបានស្ដាប់កំសាន្តផងដែរបាទហើយរឿងរ៉ាវដែលត្រូវយកមកចែកម្លែកនៅក្នុងរាត្រីនេះគឺជារឿងរ៉ាវដែលកើតឡើងផ្ទាល់ទៅលើក្រុមគ្នាខ្ញុំដែលមានគ្នា4នាក់ហើយនឹងឆ្កែមួយក្បាលដែលខ្ញុំបាននាំគ្នាទៅបោះតង់នៅភ្នំមួយកន្លែងនៅខាងខេត្តសៀមរាបអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅក៏ជួបរឿងហូរហែមកអញ្ចឹងទៅហើយរឿងហ្នឹងត្បិតថាវាមិនរន្ធត់តក់ស្លុតខ្លាំងក៏ប៉ុន្តែវាជារឿងហេតុមួយដែលតាក់ទងនឹងប្រវត្តិទីតាំងកន្លែងដែលខ្ញុំទៅបោះតង់ហ្នឹងខ្ញុំយកឃើញថាវារៀងគួរចាប់អារម្មណ៍ដែរអញ្ចឹងក៏លើកមកដើម្បីជាការចែកម្លែកទុកគ្រាន់ជាការស្ដាប់កំសាន្តទុកឲ្យប្រិមិត្តយើងគាត់ស្ដាប់ក្រោយសម្រាប់លំហែពីការងារក៏ដូចជាការសិក្សាឬក៏ស្ដាប់នៅពេលធ្វើការអីចឹងជាដើមទៅបាទហើយចង់ដឹងថារឿងរ៉ាវដែលបានកើតឡើងនោះវាមានដំណើរដើមតោងបែបណាខ្លះនោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរក៏សូមបង្វែរអារម្មណ៍ប្រិមិត្តគ្រប់រូបទៅតាមដានស្ដាប់សាច់រឿងពេញដូចតទៅបាទផ្ដើមសាច់រឿងដំបូងគឺនិយាយអំពីខ្ញុំហើយនឹងបងប្រុសខ្ញុំឈ្មោះ Rolin ហើយយើងមិនមែនជាបងប្អូនបង្កើតនឹងគ្នាទេប៉ុន្តែយើងមានចំណូលចិត្តបោះតង់អីដូចគ្នាហើយក៏ស្រឡាញ់រាប់អានគ្នាដូចបងប្អូនអញ្ចឹងណាបាទហើយមានថ្ងៃនោះមួយក៏ប៉ះចំថ្ងៃសៅរ៍អាទិត្យគាត់ក៏ធ្វើការទៅគាត់ក៏រៀង stress ហើយខ្ញុំក៏រៀងហត់នឿយខាងទៅព្រៃភ្នំយូរដែរយើងក៏នាំគ្នាណាត់គ្នាដើម្បីទៅបោះតង់ហ្នឹងហើយបន្ទាប់ពីដាក់ថ្ងៃដាក់អីត្រូវហើយថារើសយកចំថ្ងៃសៅរ៍អាទិត្យជាថ្ងៃចុងសប្តាហ៍ហើយក៏ជាថ្ងៃសម្រាកលំហែពីការងារផងនោះយើងក៏នាំគ្នាដាក់គោលដៅចេញទៅគឺចេញទៅពីម៉ោង5ព្រឹកហើយក៏មានអមដំណើរដោយឆ្កែមួយក្បាលដែរព្រោះឆ្កែខ្ញុំវាឈ្មោះអាឡាគីហើយឆ្កែហ្នឹងវាចេះវាចូលចិត្តជិះម៉ូតូដើរលេងលក្ខណៈព្រៃភ្នំដូចតែយើងដែរអញ្ចឹងណាហើយអត់ប្របាក់ទេគ្រាន់តែគោះតាកែបម៉ូតូហ្នឹងគឺឡើងទុំនៅលើកែបហ្នឹងហ្មងហើយជិះអត់បបាក់ភ័យខ្លាចវាធ្លាក់គឺឲ្យវាជិះពីក្រោយកែបម៉ូតូគឺវាទប់ខ្លួនវានឹងបាទកន្លែងណាដែលយើងកាច់កែងឬក៏យើងជិះលឿនអញ្ចឹងវាចេះក្រាបវាចេះទប់លំនឹងខ្លួនឯងអញ្ចឹងណាបាទអញ្ចឹងទៅក៏យើងរៀបចំចេញទៅព្រោះត្រឡប់ខ្ញុំចូលចិត្តចេញទៅពីព្រលឹមទីមួយគឺវាត្រជាក់ហើយយើងជិះទៅតាមផ្លូវហ្នឹងវាមានខ្យល់អាកាសល្អហើយយើងបានមើលព្រះអាទិត្យរះផង
ចឹងសម្រស់វាស្អាតហើយអារម្មណ៍ស្រស់ស្រាយមែនទែនហើយទី2គឺនៅពេលដែលយើងទៅយើងតម្រុំតែទៅដល់ផ្សារសម្រាប់ហូបអាហារពេលព្រឹករួចយើងនៅត្រូវទិញអីវ៉ាន់ទិញគ្រឿងទេសមួយចំនួនសម្រាប់ត្រៀមធ្វើម្ហូបអីក្នុងព្រៃចឹងណាព្រោះជាធម្មតាបងប្អូនយើងខ្លះគាត់ចូលចិត្តអាហារងាយគាត់ចូលចិត្តដាក់មីដាក់ត្រីខអីចឹងទៅតែសម្រាប់ពួកខ្ញុំគឺចូលចិត្តបើនិយាយទៅរៀងធ្វើខ្លួនរៀងវេទនាបន្តិចអារឿងហូបចុកអីវាចូលចិត្តទិញមាន់ទិញសាច់គោឆ្អឹងយីជ្រូកអីទៅប្រឡាក់អាំងចឹងណាចឹងទៅវារឿងសំពងសំពីពេលខ្លះនៅឆ្លៀតទិញតលងជ្វាក៏ដូចជាទិញពោតអីដើម្បីយកទៅដុតហូបនៅក្នុងព្រៃចឹងណាព្រោះបរិយាកាសនៅហ្នឹងវាល្អហើយយើងចូលចិត្តអាប្រភេទពោតដុតតលងដុតហ្នឹងគឺផឹកជាមួយកាហ្វេមួយតែហ្នឹងគឺឆ្ងាញ់តែម្ដងបាទហើយក្រោយមកយើងទៅ2នាក់ហើយមានឆ្កែមួយក្បាលផងក៏បន្ទាប់ពីអាហារពេលព្រឹកហើយរៀបចំទិញបន្លែទិញអីហើយក៏ចេញដំណើរទៅហើយការចេញដំណើរនេះយើងចេញទៅពីព្រលឹមរហូតទៅដល់ផ្ទះអ្នកភូមិយើងឡើងភ្នំទៅដល់ផ្ទះអ្នកភូមិហើយទុកម៉ូតូនៅនឹងផ្ទះគេទៅយើងនាំគ្នាដើរចុះទៅព្រោះកន្លែងហ្នឹងវាជាកន្លែងដែលយើងត្រូវធ្វើដំណើរដោយថ្មើរជើងព្រោះវាជាចម្រាក់ចកេះភ្នំអញ្ចឹងណាបាទដល់ពេលអញ្ចឹងគឺមានតែផ្ញើម៉ូតូនៅនឹងផ្ទះអ្នកភូមិហើយខ្ញុំផ្ញើម៉ូតូហ្នឹងផ្ញើនឹងផ្ទះបងមួយដែលខ្ញុំធ្លាប់ពឹងគាត់ធ្លាប់រកគាត់ឲ្យជូននាំផ្លូវទៅកន្លែងបោះតង់ណាដោយសារតែយើងអត់ធ្លាប់ទៅពីមុនអញ្ចឹងយើងអត់ទាន់ស្គាល់ទេចឹងទៅពឹងគាត់ឲ្យនាំផ្លូវផងហើយគាត់ជួយលើកអីវ៉ាន់យើងផងព្រោះពេលហ្នឹងអីវ៉ាន់ទៅរៀងសំពងសំពីដែរការទៅដំបងចេះតែបារម្ភខ្លាចខ្វះស្បៀងខ្វះអីអញ្ចឹងណាបាទហ្នឹងយើងរៀបរាប់ត្រួសកុំឲ្យវាវែងឆ្ងាយពេកចឹងបន្ទាប់ពីយើងបន្តដំណើរទៅរហូតទៅដល់គោលដៅហ្នឹងវាទៅដល់ហ្នឹងប្រហែលជាម៉ោង10ជាងហើយចឹងយើងដាក់អីវ៉ាន់ដាក់អីចុះទៅហើយរៀបចំងូតទឹកព្រោះនៅហ្នឹងទេសភាពស្អាតមែនទេវាមិនស្អាតដូចកោះដូចសមុទ្រអីទេប៉ុន្តែវាបែបព្រៃភ្នំវាមួយបែបរបស់គេដែរចឹងទៅយើងទៅដល់ទឹកតំបន់ភ្នំគឺងូតទឹកទៅគឺមានអារម្មណ៍ថាត្រជាក់ស្រស់ស្រាយមានកម្លាំងហ្មងបាទអញ្ចឹងបន្ទាប់ពីសម្រាប់ឲ្យបាត់ហត់បន្តិចហើយក៏នាំគ្នាងូតទឹកដើម្បីយកកម្លាំងហើយទឹកនៅតំបន់ព្រៃភ្នំគឺត្រជាក់មែនយើងងូតទៅគឺស្រស់ស្រាយហើយបន្តមកទៀតក៏យើងរៀបចំធ្វើម្ហូបធ្វើអីអញ្ចឹងណាដោយសារតែគៀបម៉ោងអាហារថ្ងៃត្រង់ដែរពួកយើងក៏ដាំបាយដាំអីចែកគ្នាធ្វើការរៀងខ្លួនទៅហើយឆ្កែខ្ញុំវាមានធ្វើអីមានតែដេកចាំតែស៊ីនឹងឯងបាទដល់ពេលក្រោយមកតពីអាហារថ្ងៃត្រង់អីហើយយើងក៏នាំគ្នាសម្រាកព្រោះការធ្វើដំណើររៀងហត់ដែរអីវ៉ាន់ក៏រៀងច្រើនដល់ពេលអញ្ចឹងទៅចង់រឹងសម្រាកស្ដាប់ទឹកហូរអញ្ចឹងណាហើយខ្យល់មកតិចលក់ស្រួលមែនទែនដល់ពេលយើងភ្ញាក់មកវិញគឺវាចំម៉ោង4ជាងទៅហើយទម្លាប់ខ្ញុំគឺតែភ្ញាក់មកវិញគឺខ្ញុំដើររកអស់ធំហើយសម្រាប់ត្រៀមបំពុះភ្លើងពេលយប់ដើម្បីមានល្ងើកភ្លើងសម្រាប់ដុតដំឡូងឬក៏អាំងសាច់ឬក៏ដុតពោតអីអញ្ចឹងទៅហើយណាមួយក៏យើងបានវាបំភ្លឺដើម្បីកុំឲ្យខ្លាចហើយការពារសត្វអីអញ្ចឹងទៅព្រោះតាមទម្លាប់ខ្ញុំគឺខ្ញុំតែងតែរៀបចំដុតរហូតពេលខ្លះវាមានភ្នក់ភ្លើងវារៀងកក់ក្ដៅដែរហើយក៏វាញ៉ាំងបរិយាកាសហ្នឹងវារៀងកក់ក្ដៅដែរអញ្ចឹងណាបាទអញ្ចឹងបន្ទាប់ពីរៀបចំហើយអស់ហើយក៏យើងរៀបចំធ្វើម្ហូបដល់ទៀតរៀបចំដើម្បីធ្វើម្ហូបសម្រាប់ត្រៀមអាហារពេលល្ងាចឲ្យហើយខ្ទង់ចន្លោះម៉ោង6ហ្នឹងស្រាប់តែរលីនបងខ្ញុំហ្នឹងគាត់បើកទូរស័ព្ទទៅក៏រៀងមានសេវាព្រោះជាធម្មតាសេវាតំបន់ភ្នំគឺភាគច្រើនចាំតែដាច់អត់មានសេវាទេតែពេលហ្នឹងគាត់បើកទៅមានសេវាមួយកម្មទៅក៏គាត់ថាបងមួយដែលនៅកន្លែងធ្វើការជាមួយគាត់ហ្នឹងគាត់ចូលចិត្តបោះតង់ដែរហើយគាត់សួរថានៅណាគាត់ចង់ចូលរួមជាមួយដែរអញ្ចឹងណាពេលដែលដឹងថាពួកយើងកំពុងតែនៅក្នុងព្រៃនៅកន្លែងបោះតង់ហ្នឹងហើយគាត់ក៏សួរខ្ញុំថាគិតមិនដែរបើសិនជាបងគាត់ចង់ចូលរួមព្រោះអីបងនេះគឺគាត់មានអធិស្ឋានល្អចូលចិត្តបោះតង់ដូចពួកខ្ញុំដែរទេអញ្ចឹងក៏ខ្ញុំក៏មានអីឲ្យគាត់មកហើយគាត់នឹងអត់តន់ស្គាល់កន្លែងហ្នឹងទេអត់តន់ស្គាល់កន្លែងដែលពួកខ្ញុំទៅបោះតង់នឹងច្បាស់ទេគាត់តែលាក់ទីតាំងឲ្យទៅគាត់មកស្មានអញ្ចឹងណាបាទហើយមួយវិញទៀតការដែលគាត់ចង់ឡើងមកហ្នឹងម៉ោង6នៅក្នុងព្រៃភ្នំវាងងឹតហើយតែគាត់នៅតែចង់ជំនះមកព្រោះគ្នាគាត់នឹងគឺចូលចិត្តបោះតង់ណាស់ហើយអត់ដែលចេះខ្លាចខ្មោចខ្លាចអីទេអញ្ចឹងគាត់ថ្ងៃខ្លះគាត់ត្រូវឡើងទៅបោះទាំងយប់ក៏មានដែរបាទព្រោះពេលខ្លះលក្ខណៈថាប្រហែលជាអាចមកពីកត្តាសម្ពាធការងារឬក៏រឿងបញ្ហាជុំវិញខ្លួនធ្វើគាត់រឿងស្មុគស្មាញអញ្ចឹងណាបាទហើយដល់ពេលអញ្ចឹងថ្ងៃខ្លះគាត់សម្រេចចិត្តថាបោះតង់ភ្លាមគឺជិះទៅទាំងយប់ភ្លាមអ្វីដែលខ្ញុំតែងតែស្ញើសរសើរគាត់ជាមួយនឹងរ៉ូលីនបងខ្ញុំហ្នឹង
គឺសារត្រង់ថាគាត់នឹងត្រូវបោះតង់តែឯងកដាយប់ជ្រៅក៏គាត់ហ៊ានទៅដែរគឺតែសើហ្មងពោះទីតាំងដែលគាត់ធ្លាប់ទៅបោះហ្នឹងគឺគាត់ស្គាល់ច្បាស់តែពេលអញ្ចឹងនៅឃើញថាពីមុនយើងថាមានភក្តី official គាត់ចូលចិត្តបោះតង់ផ្សងព្រេងតែម្នាក់ឯងណាដល់ពេលយើងមានសមាជិកនឹងក្រៅនឹងគាត់ចូលចិត្តបោះតង់ហើយចំណូលចិត្តគាត់អញ្ចឹងដែរយើងក៏វាប្លែកអារម្មណ៍មួយយ៉ាងដែរបាទហើយរឿងរ៉ាវបន្តទៀតគឺបន្ទាប់ពីយើងបានថាអូខេថាព្រមមកកាត់ចូលរួមហើយព្រោះណាមួយពួកខ្ញុំក៏ចូលចិត្តរាប់អានមនុស្សថ្មីដែរចូលចិត្តរាប់អានគ្នាអញ្ចឹងទៅក៏គាត់ថាឥឡូវគាត់ចេញមកហើយព្រោះពីផ្ទះមកតំបន់ភ្នំនោះក៏រៀងឆ្ងាយក្រដែរតើជិះរឿងលឿនបានចាំមកដល់ហើយយើងក៏សន្យាថាចាំឡើងទៅទទួលនៅកន្លែងចំការចន្ទទីព្រោះផ្លូវដែលយើងចុះចម្រាក់ហ្នឹងក៏មានចំការចន្ទទីនិងប្រភេទចំការចេកដែលគេដាំសម្រាប់លក់ដូរយកចំណូលអញ្ចឹងណាប្រិមិត្តបាទហើយក្រោយមកពួកខ្ញុំពីអ្នកបងខ្ញុំហ្នឹងក៏ហូបលេងទៅអាហារដែលយើងចម្អិនហើយរៀបចំហើយហ្នឹងក៏យើងតេស្តតម្រាំតែគាត់មកដល់អញ្ចឹងទៅហើយមិនយូរប្រហែលកន្លងទៅប្រហែលម៉ោងទៅក៏គាត់បានមកដល់ទីតាំងហ្នឹងហើយដោយសារតែនៅទួលខាងលើវានៅមានសេវាគាត់ក៏តាក់ទងមកអញ្ចឹងណាតាក់ទងមកថាត្រូវចុះតាមផ្លូវណាដល់ពេលអញ្ចឹងទៅយើងក៏នឹកឃើញថាផ្លូវចុះនោះវាមានតែមួយច្រកហ្នឹងទេដែលជាផ្លូវដែលគេត្រួសត្រាយសម្រាប់ដើរមកផ្លូវតូចល្មមសម្រាប់យើងធ្វើដំណើរមកដល់កន្លែងគោលដៅបោះតង់ហ្នឹងដល់ពេលអញ្ចឹងក៏មានតែប្រាប់ថាឲ្យចុះមកតាមផ្លូវដែលគេដើរហ្នឹងមកដល់ពេលគាត់ទទួលបានដំណឹងហើយក៏យកអីវ៉ាន់យកអីគាត់ចុះមកហើយស្រាប់តែគាត់ធ្វើដំណើរមកដល់កន្លែងផ្លូវបំបែកមួយនោះគាត់សពិលអត់ដឹងថាទៅខាងណាហើយចៃដន្យកន្លែងនេះវាអត់មានសេវាទៀតគាត់ក៏សម្រេចរករបង្កើតផ្លូវខ្លួនឯងអញ្ចឹងណាហើយពេលហ្នឹងគឺគាត់ដើរមកតាមផ្លូវចម្រៀងមួយទៀតព្រោះពេលហ្នឹងគាត់ថារៀងលឺសំឡេងទឹកហូរហើយព្រោះពេលយប់ស្ងាត់អញ្ចឹងវាអាទឹកដែលកន្លែងដែលប្លង់ដែលពួកខ្ញុំបោះតង់ហ្នឹងវាមានផ្ទៃទឹកហូរធំហើយអញ្ចឹងទៅវាលឺសំឡេងអញ្ចឹងក៏គាត់ខំរុកមកតាមសំឡេងទឹកហូរហ្នឹងណាហើយណាមួយកាត់អើតពីចម្ងាយមកវាមិនតាន់ឃើញអាអំពូលដែលគ្នាខ្ញុំដាក់នៅកន្លែងបោះតង់ហ្នឹងទេដោយសារវាបាំងដើមឈើធំហើយព្រៃឈើខ្ពស់ដល់ទៅពេលអញ្ចឹងគាត់ក៏សម្រុកដើរមកហើយដើរលក្ខណៈថាពីមុនមកដូចខ្ញុំបានរៀបរាប់ពីដើមអញ្ចឹងគឺគាត់ជាមនុស្សមួយដែលអត់ចេះខ្លាចខ្មោចខ្លាចអីទេប៉ុន្តែដល់ពេលដើរនៅក្នុងព្រៃស្ងាត់អញ្ចឹងមានអារម្មណ៍ថាប្លង់ហ្នឹងដូចវាមិនសូវស្រួលអាកន្លែងផ្លូវដែលគាត់ដើរណាមានអារម្មណ៍ថាដូចរៀងខ្លាចដូចរៀងព្រឺដែរអញ្ចឹងទៅក៏ឈូលពិលបដាស្រែកបោកបាក់តាមផ្លូវណាលក្ខណៈតែទី1ស្រែកសញ្ញោគ្នាគីឡូគ្នាយើងបានលឺអញ្ចឹងទៅក៏ទទួលគាត់អញ្ចឹងទៅហើយទី2ស្រែកក៏ថាស្រែកនឹងស្រែកដើម្បីកុំឲ្យខ្លាចស្រែកបង្អើលទៅវារៀងធូរចិត្តដែរព្រោះពេលយើងពងខ្លាចយើងចេះធ្វើអីប្រឡប់ខ្លួនឯងសិនណាបាទហើយក្រោយមកទៀតសម្រែកដែលគាត់ស្រែកហ្នឹងក៏លឺមកដល់ពួកខ្ញុំហើយឆ្កែខ្ញុំវាព្រុសផងណាព្រោះមនុស្សផ្លែកមុខដល់ពេលអញ្ចឹងខ្ញុំក៏នាំគ្នាកវីពិលទូរស័ព្ទហើយនឹងស្រែកតបទៅវិញអញ្ចឹងហើយក៏ឡើងទៅទទួលគាត់ឡើងទៅជួយយកអីវ៉ាន់គាត់អញ្ចឹងទៅហើយជាធម្មតាផ្លូវដែលយើងធ្លាប់ចុះមកស្រួលហើយគាត់ទៅបង្កើតផ្លូវមួយជោគជ័យថ្មីតែឯងអញ្ចឹងយើងឡើងទៅទទួលគាត់នឹងវាកោតមេឈើផងរុកព្រៃផងអញ្ចឹងព្រោះគាត់ដើរខុសផ្លូវមានអារម្មណ៍ថាវេទនាមែនទែនដល់ពេលអញ្ចឹងគាត់សួរថាចុះតាមផ្លូវណាយើងក៏ចង្អុលប្រាប់ថានេះចុះមកតាមច្រកនេះអញ្ចឹងណាចង្អុលប្រាប់គាត់ទៅថាផ្លូវគេដើរស្រួលហើយគាត់ក៏ថាធ្វើម៉េចបើអត់ដឹងហើយវាដើរបថុយទៅបាទហើយក្រោយមកយើងក៏រាក់ទាក់គ្នាបើកចិត្តរាប់អានគ្នាពួកខ្ញុំចូលចិត្តរាប់អានមនុស្សថ្មីហើយគាត់ក៏ដូចគ្នាដែរក្រោយមកក៏រៀបចំហូបភ្លាគាត់សុំធ្វើម្ហូបបន្ថែមទៀតព្រោះសាច់គោនៅសល់អញ្ចឹងគាត់ធ្វើភ្លាបែបគាត់ហើយគាត់ធ្វើភ្លាឆ្ងាញ់មែនគាត់ទឹកដៃដូចជាធ្លាប់នៅហាងអញ្ចឹងណាគាត់បកកែធ្វើម្ហូបដែរបាទហើយភ្លេចប្រាប់ប្រិមិត្តបងដែលទៅចូលរួមជាមួយខ្ញុំហ្នឹងគាត់ឈ្មោះថាបងស្នាហើយនៅពេលហ្នឹងគាត់ទៅដល់គាត់រំភើបគាត់ហ្នឹងពួកកន្លែងហ្នឹងគាត់អត់ដែរបានទៅទេដល់ពេលឃើញលក្ខណៈថាស្អាតស្រស់ស្រាយអញ្ចឹងគាត់មិននឹកស្មានថាទីភ្នំហ្នឹងវានៅមានកន្លែងដែលលាក់ខ្លួនកន្លែងស្អាតអញ្ចឹងព្រោះយើងយល់អារម្មណ៍មួយដែលយើងអត់ធ្លាប់ទៅកន្លែងហ្នឹងទៅដំបងដូចខ្ញុំដែរខ្ញុំទៅដំបងគឺមានអារម្មណ៍ថាស្រស់ស្រាយហ្មងទទួលស្គាល់ថាដើរតាមផ្លូវវារៀងហត់ប៉ុន្តែគាត់ដើរមកដល់ឮតែសំឡេងទឹកហូរមានកម្លាំងចិត្តដើរមកមុខទៀតមកដល់គាត់ងូតទឹកទៅស្រឡះខ្លួនដល់ពេលអញ្ចឹងគាត់ក៏មិនខុសពីខ្ញុំដែរអារម្មណ៍ហ្នឹងគាត់សប្បាយចិត្តក៏គាត់សុំស្រែកហូរណាគាត់ធ្លោយមាត់ទៅប្រាប់
ก็ทำมาจากตึกมาจากđây ấy cùng bậc cài bậc căn ấy con trai xung sải hồ ở sân bay chân mà đong bà hay sạp tại đò pel hộp bài nó có tờ sải hao cái ở mà hộp chung thế nè hao kia mà sạp sau vậy tới tờ tam thùng lộc bọc còn rồi bên chân giống có khọt còn bẩn toán còn có lôi từ bạn từ hới dưỡng có ngạt từ bồi dưỡng ở tầm lộc hai rồi có tầm lộc xài này tì bắt tay sầm rập bong ôn dương có đôi chia prey mật dương nè để cho chật bỏ tông ấy có sáng là nâng có chia đường bỏ có từ bắt tay bởi giờ lõ cứ mình chăm bạch xài đấy vì bởi dương sặc xa tới cứ bộ ảo mà được nó cái miền aha bỏ kia hơi dương mình chăm bạch xài đấy và gana xài đấy và anh nằm tục tục đòi dương chứ nè bà hay bong ôn dương khác và có chùm đưa thà to tại đã xài cái bàn sọc bàn sập bài chứ nè bà nó có chùm mình hàm khọt đá chỉ sứtនៅក្នុងការសម្រេចចិត្តរបស់ពួកគាត់បាទហើយក្រោយមកទៀតក៏យើងនិយាយគ្នាលេងអញ្ចឹងណានិយាយគ្នាពីនេះពីនោះនិយាយពីអារម្មណ៍ដែលសប្បាយចិត្តហើយរំភើបក៏ដូចជាអារម្មណ៍មួយដែលយើងមានដៃគូថ្មីស្គាល់មនុស្សថ្មីហើយយើងបង្កើតភាពស្និទ្ធស្នាលបែបលក្ខណៈថាដូចបងប្អូនអញ្ចឹងណាប្រិមិត្តបាទដូចពាក្យគេថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយគឺវាមិនខុសទេបាទហើយបន្ទាប់ពីទៅជែកគ្នាលេងទៅយប់នោះក៏វាជ្រៅហើយម៉ោង8ជាង7-9ហើយហើយខ្ញុំក៏បំពុះភ្នក់ភ្លើងដាក់អាំងដំឡូងដុតពោតអីបដាបដាដែរហើយក៏ស្រាប់តែបងស្នាហ្នឹងក៏មានមិត្តភក្តិគាត់មួយទៀតហ្នឹងឈ្មោះថាបងឌីវ៉ាន់គាត់ចង់ចូលរួមដែរហើយខ្ញុំក៏បានដំណឹងថាបងឌីវ៉ាន់ហ្នឹងគាត់ធ្លាប់មកបោះតង់នៅកន្លែងហ្នឹងមួយឆ្នាំមុនជាមួយមិត្តភក្តិគ្នាគាត់មកក្រុមធំអញ្ចឹងណាដល់ពេលអញ្ចឹងគាត់ខានមកមួយឆ្នាំគាត់ចង់ភ្លេចផ្លូវដែរព្រោះនៅពេលដែលដាក់ទីតាំងឲ្យគាត់ទៅផ្ញើតាម Google Map អញ្ចឹងណាបាទហើយពេលហ្នឹងក៏គាត់រៀងសពិសពិលដែរអញ្ចឹងគាត់ក៏ថាឥឡូវចាំពេលមកដល់ច្រកចូលចំការចន្ទទីហ្នឹងចាំឲ្យពួកខ្ញុំហ្នឹងឡើងទៅទទួលគាត់ផងព្រោះណាមួយគាត់យកវ៉ាន់ទៅច្រើនហើយពេលហ្នឹងគាត់យកស្រាទៅដែរដោយសារតែគាត់ថាមានអារម្មណ៍ថាតានតឹងគាត់ក៏យកទៅកន្លះកេះដូចជាហនុមានទឹកខ្មៅណាបាទហើយជាធម្មតាខ្ញុំចូលព្រៃខ្ញុំកម្រផឹកស្រាណាបើយើងនិយាយសាមញ្ញព្រោះយើងខ្លាចវាហត់នេះទៅវាធ្វើទុកយើងអញ្ចឹងលក្ខណៈថាទី1យើងនៅក្នុងព្រៃជ្រៅផងអញ្ចឹងវាពិបាកបើសិនជាមានបញ្ហាអីអត់ស្រួលកុំឲ្យវាសបាយខ្លាចជាទុកអញ្ចឹងទៅប៉ុន្តែពេលហ្នឹងដោយសារតែគាត់យកទៅហើយយើងត្រូវតែហូបជុំគ្នានឹងឯងដើម្បីរាប់អានបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាបាទហើយក្រោយមកតម្រុំតែគាត់ជិះមកដល់ហ្នឹងវាចូលម៉ោង12ជាង7:01យប់ហើយតើសើគាត់មែនតើគឺគាត់ហ៊ានមកទាំងយប់ហើយអាផ្លូវចូលហ្នឹងគាត់សពិលទៀតគាត់ថាជិះហួសផងជិះវែងពី3បកផងតែក្រោយមកក៏មានអារម្មណ៍ថាប្រហែលព្រោះផ្លូវធ្លាប់ចូលចេះជិះរុកទៅក៏មកដល់កន្លែងដែលជិះច្រកចុះមកក្រោមទៅហើយម៉ូតូគាត់ក៏ដាក់នៅកន្លែងព្រៃហ្នឹងព្រោះពេលហ្នឹងគាត់ថាបោះតង់ពីមុនក៏ដាក់នៅតែហ្នឹងព្រោះដោយសារតែអ្នកភូមិនៅតំបន់ហ្នឹងគឺគេស្មោះត្រង់ណាគេមិនចង់បានរបស់គ្នាទេប៉ុន្តែយ៉ាងហោចណាស់ក៏យើងត្រូវតែចាក់សោការពារឬក៏គេមានវិជាការពារសម្រាប់យាមឲ្យបានយាមម៉ូតូយើងដែរតើបើសិនជាយើងមិនចង់ដាក់នៅផ្ទះអ្នកភូមិអញ្ចឹងណាប្រិមិត្តបាទអញ្ចឹងក៏ឡើងទៅទទួលហើយក៏មកដល់កន្លែងហើយនិយាយគ្នាចឡើងយើងក៏ទុនភ្នែកហើយព្រោះយើងមានជាតិសម្វឹងជាតិអាល់កុលបាទអញ្ចឹងទៅក្រោយពីសម្វឹងហើយក៏នាំគ្នារកកន្លែងសារៈរៀងខ្លួនណាហើយសម្រាប់ខ្ញុំភេច្រើនគឺខ្ញុំចូលចិត្តចងតាន់រឹងឯដោយសារយើងមានរឹងប៉ារ៉ាមានមុងមានអីចឹងក៏ចង់រឹងដេកតែម្ដងទៅខ្ជិលតឡើងតង់អញ្ចឹងណាបាទហើយបងខ្ញុំរ៉ូលីនហ្នឹងក៏គាត់ចង់រឹងសម្រាប់ដែរហើយបងស្នាគាត់ចង់រឹងដូចគ្នាគាត់ថាគាត់ចង់ប៉ះចំអាដើមឈើមួយដែលវាមានប្រវត្តិតក់ស្លុតណាប្រិមិត្តបាទបើតាមដឹងមកគឺដើមឈើហ្នឹងគឺប្រវត្តិមិនធម្មតាទេអញ្ចឹងនៅក្នុងចំណោមគ្នាខ្ញុំ3នាក់បងស្នាហើយនឹងរ៉ូលីនហ្នឹងគឺអត់ទាន់មានអ្នកដឹងថាដើមឈើហ្នឹងមានរឿងអីកើតឡើងពីមុនទេអញ្ចឹងមានតែបងឌីវ៉ាន់ទេដែលគាត់ដឹងព្រោះកាលមុនគឺគាត់បានមកបោះតង់ជុំគ្នាជាមួយគ្នាគាត់មកក្រុមប្រហែលជាជិត10នាក់បាទហើយនៅក្នុងចំណោមគ្នាយើងទាំង4នាក់ហ្នឹងគឺមានតែបងឌីវ៉ាន់មួយទេដែលគាត់ដំឡើងតង់ដើម្បីសម្រាកហើយនៅពេលដែលគាត់ឃើញបងស្នាគាត់ចង់រឹងចំមកកន្លែងដើមឈើដែលមានប្រវត្តិមិនធម្មតាហ្នឹងគាត់ក៏មិនហ៊ានប្រាប់អីចំដែរពួកអីគាត់ដឹងច្បាស់ក្នុងចិត្តថាកន្លែងហ្នឹងវាធ្លាប់មានរឿងរន្ធត់កើតឡើងទៅលើសមាជិកគ្នាគាត់កាលដែលបានបោះតង់នៅកន្លែងហ្នឹងមួយឆ្នាំមុនរួចហើយអញ្ចឹងគាត់ក៏មិនហ៊ានប្រាប់ចំគាត់បែរជាលក្ខណៈថាសុកចិត្តហៅបងស្នាហ្នឹងឲ្យចូលសម្រាប់ក្នុងតង់ជាមួយគាត់អញ្ចឹងណាដើម្បីបង្ការក៏ដូចជា
បញ្ជាកុំឲ្យមានរឿងមិនល្អកើតឡើងបាទប៉ុន្តែនៅពេលដែលហៅគាត់ចូលសម្រាប់ហ្នឹងគាត់អត់ព្រមចូលសម្រាប់នៅក្នុងតង់ជាមួយទេគឺគាត់ចង់សម្រាប់រឹងដើម្បីស្រូបខ្យល់អាកាសអីចឹងទៅព្រោះពេលហ្នឹងវាចំខែត្រជាក់ដូចជាខ្ទង់ខែ12គឺតំបន់ព្រៃភ្នំត្រជាក់ដែរហើយបំពុះភ្លើងធម្មតាក្រោយមកបន្ទាប់ពីហៅបបួលគាត់ចូលសម្រាប់ហើយគាត់បដិសេធទៅគាត់ក៏មិនដឹងជាត្រូវមានវិធីអីក៏មានថាបដ ாய் តាមដំណើរទៅគាត់ក៏នាំគ្នាចូលសម្រាប់រៀងខ្លួនបាទហើយក្រោយមកទៀតកន្លងទៅបានប្រហែលម៉ោងស្រាប់តែចន្លោះម៉ោង3ម៉ោង4ហ្នឹងស្រាប់តែគេឮសំឡេងបងស្នាហ្នឹងគាត់ស្រែកវ៉ាផ្អើលគេផ្អើលឯងចឹងណាបាទហើយគ្នាយើងតែឮសំឡេងស្រែកចឹងគឺស្ទុះភ្ញាក់ហើយចង់ដឹងតែគាត់កើតអីក៏លោមានសัตว์អីខំគាត់ឬក៏គាត់គេងមកមើលឬក៏គាត់លមូលសាច់ដុំលមូលកពើអីចឹងណាយើងងើបមើលគ្នាហើយនៅក្នុងពេលហ្នឹងមានតែខ្ញុំទេដែលដេកលក់អត់មានបានឮសំឡេងអ្វីទាំងអស់គឺប្រហែលជាមកពីអស់កម្លាំងពេកដេកដូចខ្មោចងាប់បណ្ដោយហើយគ្នាខ្ញុំ3នាក់ហ្នឹងក៏ស្ទុះឈូឆោទៅមើលបងស្នាអញ្ចឹងណាសួរតើកើតអីចង់ដឹងរឿងហេតុហើយពេលហ្នឹងគាត់អត់ហ៊ានដាស់ខ្ញុំទេប្រហែលគិតថាខ្ញុំធ្វើដំណើរផ្លូវឆ្ងាយអស់កម្លាំងបាទតែព្រឹកឡើងបានបងស្នាហ្នឹងគាត់និយាយប្រាប់ថាចន្លោះម៉ោង3ម៉ោង4ហ្នឹងគាត់ថាគាត់កំពុងតែចង់រឹងសម្រាប់លក់ស្កប់ស្កល់សុកស្រាប់តែមានអារម្មណ៍មួយថាអាដើមឈើដែលគាត់កំពុងតែចង់រឹងហ្នឹងវារំយោកបាទដូចជាមានមនុស្សមកចាប់រំយោកវាឬក៏ចាប់ទាញចាប់រុញរួនវាឲ្យអង្គើអញ្ចឹងណាបាទហើយពេលហ្នឹងដំបូងឡើយគឺគាត់នៅថ្មិចសម្រាប់ធម្មតាទេហើយគាត់គិតថាបើដើមឈើនឹងវាទុនម្លេះពេលគាត់ចង់រឹងដំបូងសម្រាប់ដំបូងនោះវាទុនវាត្រូវខ្យល់វាយោកយូរណាស់ហើយដល់ទៅពេលក្រោយមកស្រាប់តែគាត់មានអារម្មណ៍ថាដូចធុំក្លិនអាសោចមកក្លិនដូចក្លិនសាកសពមនុស្សងាប់បាទដល់ពេលអញ្ចឹងគាត់ចាប់ដើមផ្លែចិត្តក៏សម្រេចចិត្តថាបើកភ្នែកបាទដល់ទៅពេលគាត់សម្រេចចិត្តថាបើកភ្នែកមកគាត់ស្រែកផ្អើលគេផ្អើលឯងហ្នឹងឯងដោយសារតែគាត់ថាគាត់ឃើញខ្មោចស្រីកំពុងតែនៅមកខាងរឹងគាត់ហ្នឹងកំពុងតែចាប់យករឹងគាត់ហ្នឹងហើយឈ្ងោកមើលគាត់សម្លឹងមើលគាត់មុខឡាលេះលួយខ្ទេចវល់ហើយគាត់ចកដៃវែងហើយគាត់ដល់ពេលអញ្ចឹងគាត់ខ្លាចស្រែកវាស់មកក៏ផ្អើលឈូឆោអញ្ចឹងទៅបានរឿងហ្នឹងវាដឹងនៅពេលខ្ញុំភ្ញាក់ឡើងទេហើយពេលហ្នឹងដូចនិយាយអញ្ចឹងថាអត់មានណាគេហ៊ានដាស់ខ្ញុំទេគឺខ្ញុំសម្រាប់ហើយត្រឹងខ្ញុំដេកដូចខ្មោចងាប់អញ្ចឹងផងអត់មានដឹងរឿងអីតិចបាទហើយពេលហ្នឹងទៀតក៏យើងនិយាយគ្នាណាជុំមិនបានពេលខ្មោចចេញបង្ហាញខ្លួនមកមិនក៏ឆ្កែអត់លូព្រោះជាធម្មតាហ្នឹងគេតែងតែនិយាយថាឆ្កែលូពេលឃើញខ្មោចមិនអញ្ចឹងហើយដល់ពេលហ្នឹងយើងយកឆ្កែទៅដែរស្រាប់តែឆ្កែនឹងវាអត់លូអីស្រាប់តែបងឌីវ៉ាន់គាត់និយាយលេងថាប្រហែលជាឆ្កែវាខ្លាចខ្មោចដែរឬក៏វាខ្ជិលខ្វល់ជាមួយខ្មោចទុកពេលឲ្យខ្មោចបានមានឱកាសចេញលងអញ្ចឹងណាដល់ពេលអញ្ចឹងយើងជួបរឿងផ្លែចិត្តដែរឆ្កែវាអត់លូអត់អីអត់ព្រុសអត់អីអញ្ចឹងណាមិនដឹងថាវាត្រូវរើគ្នាអីស៊ីស៊ូអីជាមួយខ្មោចបានវាអត់ព្រុសអញ្ចឹងណាព្រោះជាធម្មតាឆ្កែខ្ញុំតែមានមនុស្សផ្លែកមុខអីមកគឺវាព្រុសហើយសម្លេងវាធំសម្លេងធំគឺព្រុសមកយើងលក់មុំគឺយើងភ្ញាក់ហើយពេលខ្លះមានព្រុសតែគេព្រុសទាំងម្ចាស់ឯងដាក់បាយវាស៊ីរងថ្ងៃទៀតវានៅច្រឡំម្ដងដែរបាទដល់តែពេលដឹងរឿងហើយក្រោយពីដឹងរឿងថាខ្មោចលោមកស្នាដូចនិយាយថាគាត់ចង់រឹងចំអាដើមឈើដែលមានប្រវត្តិតក់ស្លុតពីមុននឹងមកគាត់ក៏សម្រេចចិត្តនិយាយរឿងរ៉ាវពីមុនឲ្យស្ដាប់ទៅបងឌីវ៉ាន់គាត់ថាឆ្នាំមុនហ្នឹងគាត់មានមិត្តភក្តិគាត់មកបោះតង់មកក្រុមណាហើយមានស្រីមកដែរគេប្រហែលជាជិត10នាក់ហ្នឹងស្រាប់តែបោះតង់ទៅមិនដឹងថាខុសមាត់ខុសកឬក៏មិនគេប្រកាន់អីមិនស្រាប់តែខ្មោចចូលគ្នាគាត់ម្នាក់ហ្នឹងបាទដល់ពេលខ្មោចចូលទៅលក្ខណៈថាចាប់អត់ឈ្នះមិនដឹងថាកម្លាំងមកពីណាលក្ខណៈចូលម្នាក់ហ្នឹងហើយគ្នាមនុស្សប្រុសមនុស្សឡើងច្រើនអ្នកចាប់មនុស្សម្នាក់សឹងតែអត់ឈ្នះហើយធាក់ឡើងខ្ចាយវិញហ្នឹងហើយដល់ពេលឃើញថាសភាពមិនស្រួលទៅក៏ខ្លាចគាត់ខំអណ្ដាតខ្លាចគាត់រឹងធ្គាមខំដាច់អណ្ដាតដាច់អីក៏យកអាស្លាបព្រាយើងហ្នឹងទៅសោកចូលមាត់គាត់ឲ្យខំទៅឲ្យចំស្លាបព្រាហើយគាត់ថាពេលហ្នឹងកម្លាំងវាខ្លាំងដល់ថ្នាក់ឡាប់ព្រាហ្នឹងខំដល់លមូខ្ទេចខ្ទីអស់បាទដល់ទៅពេលអញ្ចឹងអត់ដឹងធ្វើម៉េចក៏នាំគ្នាប្រមូលអីវ៉ៃអវ៉ាន់រត់ចេញពីនឹងទាំងយប់តែម្ដងទៅព្រោះពេលហ្នឹងគាត់នាំគ្នាមកទៅខ្មោចចូលចំពេលយប់រត់ចេញទៅវិញកណ្ដាលម៉ោង2 10ម៉ោង1យប់បាទហើយដូចដឹងនៅក្នុងព្រៃភ្នំម៉ោងប៉ុណ្ណឹងគឺស្ងាត់ហើយគួរខ្លាចមែនទែនតែដល់ពេលយើងជួបអារឿងដែលយើងមិនចង់ជួបអញ្ចឹងទៅមានធ្វើម៉េចមាននៅអីបានមានតែរត់
bà chẳng bong thì vẫn có lơ cả rừng rào để có chùm cả nằm muốn nước dùng ở sẽ đậm ấy cái nhóm có nó khơi tha ô cả trong một bọt toàn tầm bông được lại nâng tầm bông được trong bàn chỉ bị đảo mất á để trong một tần score lại nâng tầm bông cứ nhóm chùi bông ở cọt màu chùi nòng lơ hay nâng chùi lơ ván ỏi nâng à bây được trong màu rồi giúp nâng sầm rác đôi miền ấy thì mình đang tham màu pi dương để xây cua rồi có việc mấy tới dương mình toàn hình ụt àng rừng nâng tí hay nằm mũi đã xa được trong tập lập nhóm châu prey ấy cái trong sai beta nhớ này chẳng bán sọc bài được ở khi ở đây miền Bắc Hải tây bản chẳng cao pe đặc trong mà sầm ra bỏ tông này nâng nơi giúp tầm bông y hơi giờ có đo pe về tờ vinh rồi hơi sao tờ pe lang tờ vinh nó chua nè phùm là nó cái cơ su nôm cái trong thà buộc trong tờ bỏ tông là nâng ở miền chua rừng chua ấy ở miền chua màu lồng ấy chẳng này bà nhóm có prap có tam trăng thắng ở biên khơi ấy phong ấy nhóm có su nôm tờ cọt vinh thắng thọ miền Bắc Hải men bạn bộ con dây thắng là xa ta xua nó để xa lực một nấng lọc miên mà được mà crom kia tập bỏ toàn là cái này nâng ấy là cái này để nhầm tới nó có chua đường không mỏi lông không mỏi trâu nó có nông nè rụt màu từng giúp nữa chư rụt xay cái này màu từng giúp từ đọc bên chân tới ban được khơi nó rừng nó cứ rừng cà lang từ lời crom bỏ bong đi bàn đằng sau vì mình đằng smart thà vì chạy đòn bàn squat cái này hay bạn đằng xay rừng nắng bộ chạy từ lư từ kia dây prap to to khi tham miên khmoi lông miên mình được lọp chụp ấy nâng á ấy dương ở đại ban từ chụp toàn chứng dương mình đăng thà trời chưa mấy bàn tay dương mình tha mình chưa thế bộ hà rừng là không prey phun vì tay tầm miên bộ ảm đường chứng á còn là thà pe khá đôi vậy chứng tha chúng ta đi xây dương cấp bua rồi có dương usap sai beta tới có việc ban sâu bài chứng tự tại bờ xua thà chưa tham miên được ót nhưng hiện thì dây tham miên pro nhưng lọc khơi ta phần này từ kinh tế nhưng mà đòn đài chứng á bà hãy coi bị dương bạn đăng thà cái lại năng về miền rừng ra mình lo cả làng hỏi có dương màu bên tam thom mà ra chẳng từ ấy tại sầm rập nhóm số ta đăng rừng hết chụp tới ớt cứ xem nơi từ chẳng ấy ngày cào nhóm máu bán bông sana năng bông đi bán nó có bỏ tòng tới có chua và chia cà pi nơi lờ phun nướng còn nẹt nòm phơi phong hay còn nơi phải chăm can được lại mặt phơi nướng phong bà hãy về nâng mình đang tha khi còn pin nè nâng xu nom y tế ban gì lệ rương từ đó là cái lạnh bộ vật này cái lạnh này buộc chúng ta bỏ tòng nâng có riệp rọp ông pro nó còn riệp rọp ông pi bộ vật này cái lạnh đang ở đậm có tha cái lạnh để buộc chúng ta nâng lời nâng chặt tục thà còn bà hai bà bị môn với cứ ọt bán thì cái lạnh nó cứ cài khăng à nên là thà màu bộ ẩm nuôi luôn một lạnh ra hai quá ban trên dây thì là rừng hồ hai tới có prap tha cái line để buộc xung tay tại tập bỏ tòng là hốt nấng cái line để lông bằng line bằng sana hay nấng đầy cu bỏ bong đi van ép xinh nấng cái line nấng pi đám cứ chỉ cái line tua bầu chia sọc bà đời xa tay pi đám máu cái line nấng cứ chỉ tầm bon rồi nơi bon nẹp phum nơi tam pri phun đằng ấy chẳng nơi pe đã miền mình được slap cái admin là tập hiệp sầm rạp vừa bon ấy thông đống hay nào mỗi ai thảo việc nơi ngày vật ngày những tất cái có riệp với chỉ tool làm bay bầu chia sọc đằng từ bà hãy đào tập cái riệp trong việc chỉ cần line sầm rạp cái bầu chia sọc tu từ từ hơi chẳng nên là slap có cái bầu chia là đằng này chẳng tới vì tới chỉ cần line mùi đại của khai hay có ai thảo việc miền rừng ra tọt slot miền rừng ra prư rôm prư bay chẳng nữa bà bố chỉ thầm đá thì cái line này đột không mọi cái line cọp không mọi cái line bố chia không mọi vậy nó cứ đừng tầm miên không mọi lồn hơi bro hả vì bị đau máu bây giờ vậy tới sau tay xạ sọc để slap bị máy sừng cream họ phong chẳng vì miên sọc để slap tay hao nâng tràn chẳng vì nhiên là vừa khla chẳng có nơi tay lông mình lại vừa tục bục mình đó nè đại châu tới tầm bòn nâng chẳng từ bà hai cái một tiết có thlia à ăn cầm băng để tẹt tông từ nâng đam chơi mà đam để một sân có tròn rừng sầm rạ nứng hay đại chỉ đam chơi được trong bàn riệp ropi hàng đam thay chỉ đam chơi đại miền rừng rừng thốt tọ slot nứngประมาณ năm môn thay mấy nứng ở năm được muối ông sray muối nó có mình đang thả on chất rồi có phải chăn muối ở đây miền sray rồi có miền bờ pôn muối tiết này nhom ọt bà plek bà đây chẳng có số mà chia sray tục chỉ muốn và đại cày máu có on chất tới rút từ tròn cò bà rút từ tròn cò nó làm chăng á và cái này để có trong có nó cứ đam chơi nữa trong mà đam chơi đừng tầm đó có tới trong có ngày bị tè ngày bị phum vậy tới ngày bị ca chăn ti cái mình tên ấy bên nó bạch có tới côn trào đà rồi nhớ nè bà hãy cài máu bán kê khơi có trong có slap nè lại đam chơi lại buộc trong bỏ tòng nâng tăng pin nô máu cứ lông ghi khăng mình tên lẽ là tha nè để vui trong ca nữa nâng nè tập bỏ tòng nữa nâng cứ lông mong
bà mà nước phía trán cứ khơi mọi lông mình lại lông từng ngày lông từng dục bà nè thôi chúng cá có tha lông có từng ngày có miên đàn cá để sập thay mấy nè bà nè bỏ tóng có thọp miên là bay to nên là mọi lông rút tới vinh và sai bên từ nước này bộ nè phun là nó cái đằng rừng chứ bà kể đi cá bạp dương tận hồn nè bà hay có miên mà tệ khai còn vô khơi ta hay đấy bàn bộ còn hiền bạp dương tròn chân ọt khai giờ dương lên hiên từ lên lại nâng tới bắt chùm nô bộ quạt đấy bởi giờ về khác bộ dương tơi chẳng tới chui tinh nhà văn có tinh phải chạy được rồi được hơn trong tinh chơi tinh nằm luôn để có rô bàn vô tới đột hồ bị chẳng á nè ấy là về chẳng về khác tiết có dương rô quạt bưng bẹ quạt ở chui chu nằm nào non play dương tơi lại nâng chẳng tới sạp nè đại quạt tới thay có toàn score cho bà những bộ phim chán kịp subscribe từ tao Facebook này cái lại bỏ toàn nó cứ nợ lụp nôm nó vì miền cái lại nạc cứ kịp subscribe tới dương chập ở đó cái dương từ hay dương ọt cho bá dương ao nạp phum chun đồng na tới có ao bị chia cà phê nâng cái chun plei từ non plei từ giống là plei mật bà hay chùm lai đè dương đằng nó cứ đời xa tay nẹt nơi tầm bòn nắng cứ cọt smart strong cọt sờ lanh cho chất dương à cọt mình khai bắt chùm nô cọt té cứ cọt khai từ dương tới chu bưng mình lo cọt láng rồi nè cọt sọc chất prap dương sờ lanh đôi cồn không mùi đôi chỉ chảo gọn chân bà đôi bong ôn sạch nhiệt gọn chân ấy đọc bên chân tới có chơi thập âm nhà dương chẳng á lại dương chu đường ở lò tập dương tới có tới chốt phần tay còn ta tha ở dương miền cà prong bị giạt cành lô miền sầm chất nào mùi dây lên soi tràn tới có pa pol lại cái tha sập bài lại giật tục chẳng á bà đọc bên dương đằng rương ra ấy chân tới dương riêng ấy bà tha dương tới từ 4 giờ toàn đằng rương ở sự ấy nè đò tập bên dương đằng rương dương riêng prư đại bà hà cái lạnh đại xung riêng nó cứ xung khan tới du ấy cứ khan tới trôn mà nằm ấy đặc biệt là nước bồn xâm rolin nó có trong từ lại một đồng tiền pro khan từ du hỏi vậy là mười là có stress càng nghĩ hay trong có khan từ du nước địa pre phun đáy trong từ sầm rạ lên nô ban mà dục một ngày thêm tiền tầm bì ở việt nam của bạn đặc biệt cõi đằng rương hỡi có xu trong đây tha đằng rương tham miên mọi lông miên ấy chẳng hỡi hiện từ tiền ót nhóm có tha ấy đôi chim miên ấy từ bà rồng thế nhưng từ du hỡi mình đại miên bành hại chẳng á bản trái ca đẹp trong từ thay nó từ bắt đầu từ lực bồn hơi từ lực tí bay tiết vì nó ngày nó mới trong từ trong mùi mật hạt trong bà hạt trong từ mùi mật hạt trong mùi tiết nó có cái được khơi nào miên cùng rong từ phim đấy nó khơi cái stress cái trong từ bao tón có prap bao phim tin mà tôi từ từng ngày mà vì nó người trên nhầm là vì ngày rừng các đầu này bà dây đúng cứ được xem bàn riêng bị đá mới thà tụm lập giống cứ cho chật tranh tập bị lầm tề vì tự chuyện đặc biệt trình ngày giống bị rừng cái đá vấn đề là bây giờ buộc mà còn không một bù hết bây giờ sẽ lành rộp ăn cái này đấy và mình chui cầm đo cái này về cái này miền tục tế của về mình cả bà đo tập về cái lành nó cứ có thọp từ thì có thọp từ cái lành xem để chỉ một tổ đòn và đặc biệt chân tới trong cái nôm từ cái lành nó ta đo cô đá dân thơm hộp thôi ấy bên nó ta đo nó về lục bạt ấy mỏng đôi chỉ pram chiên chật bầm mùi ấy coi dân thơm hộp thôi ấy hộp giống đó anh cùi dân miền pool sầm rạp cùi đạp trăng cùi mưaទឹកhôi về nó plư tới hay đôi chỉ pa chom khai plư phóng về rừng để đáy riêng ở sừng ngật khăng đấy bà đó dân miền cái camping nâng muối còn cái tôi nâng một phẹt sống có đã tu sáp nên nâng cái nâng hay sống cùi chật cái nâng cùi gì cái lấy sáp ta cùi sốc nước tu sáp để có đạn được cái ấy nó sắp ta pang thằng cái pang thằng tu sáp bà ở đang miền cả làng thì dừng mới tới khơi miền là sạt ấy lột bục thằng miền kinh cụ rồi miền hình miền cài miền ấy bục ấy tới thà về bằng đùi nhớ nè nó bằng đuôi cái toàn mà trứng ấy chẳng tới cháu con miền này chẳng ngờ dừng đằng thà viêm sứa dừng còn mưa một này hay dừng sạt từ dùng nắng có sai meta đuôi rọt đón đây lụa thòng đà và bây nắng buộc nhom mà sầm rạn được không tòng hay còn nhom vô sky nhom tới đây sky về đây nâng cài ở miền bành hại thì cứ bàn để bàn sục sủa con đã tha cái ao dương khơi là cái thà cái lâu dương bẩn nắng dương đang được lấy nước vì miền im sủa bạn này một phép giống còn cân hồng chất đây tại có đã hiền vậy tôi ta màu vinh đỏ lưới tao mà đang thải ra cái tròn lê nha cái tròn xạ là bòn dương chứ nè tròn bầm phi tròn bằng ao dương tay tại sao tại dương mình bầm pin cái đáy dương có bàn sọc cái có bàn sọc thằng ở kia bà hãy coi máu nè để từ cái lạnh nó có thọp chụp rừng rai xinh bị cái này nè khác có chụp rừng rai mọi lông mình like chân tới bà bộ ăn được nâng lông mình like vậy chân tới hay nè khác có tới ở miền Tây hai đôi sông chứ tới có ban sọc bài chân từ vì mình đang đáy rừng nó tẹt tung đằng cái dài mọi lông đôi cái thà men rồi còn mà pi xây dựng đặt rồi còn bây giờ còn mình toàn đằng cho bà đừng tâm đặc
ខ្ញុំគឺនៅតែមានកម្រងទៅបោះតង់នឹងទៀតអញ្ចឹងហើយបងខ្ញុំចេះតែនិយាយបង្អើលខ្ញុំដែរថាអត់ខ្លាចទេពេលដឹងរឿងនឹងហើយថាកន្លែងនឹងជាប្រវត្តិទីតាំងទួលបូជាសពពីដើមផងហើយមានខ្មោចចងកតៃហោងនៅនឹងផងពួកដូចដឹងហើយថាខ្មោចតៃហោងគឺកាចដល់ពេលអញ្ចឹងទៅយើងក៏គិតថាបែបអីទេបើគេលងយើងយូរហើយខ្ញុំនិយាយលេងមួយគាត់វិញអញ្ចឹងណាបាទដល់ពេលគាត់ក៏លោខ្ញុំវិញថាជួនកាលក៏លោទៅលើកមុនគេទុកមុខឲ្យអញ្ចឹងណាហើយយើងខានទៅយូរគេភ្លេចមុខដល់ទៅលេងលើកនេះគេចង់សាក់លបងយើងមកក្បាច់អីចឹងណាបាទអាហ្នឹងរ៉ូលីនបងខ្ញុំគាត់និយាយលេងមើលខ្ញុំអញ្ចឹងប៉ុន្តែដូចនិយាយអញ្ចឹងថាខ្ញុំនៅតែទៅព្រោះកន្លែងដែលយើងធ្លាប់ទៅបានសុខសប្បាយខ្ញុំគិតថាវាមិនអីទេហើយបើថាទៅហើយអីមានបញ្ហាអីមានសាច់រឿងកើតឡើងថ្មីទៀតអានឹងចាំខ្ញុំយកមកចែកម្លែកជូនប្រិយមិត្តទាំងអស់គ្នាបានស្ដាប់ទៀតបាទអញ្ចឹងរឿងរ៉ាវនៅក្នុងរាត្រីនេះគឺមានតែប៉ុណ្្នឹងទេហើយវាជារឿងរ៉ាវដែលកើតឡើងទៅលើក្រុមគ្នាខ្ញុំផ្ទាល់ហើយគាត់ថាខ្ញុំដេកអត់មានដឹងរឿងអីសោះហើយដូចខ្ញុំបានជម្រាបទៅកាន់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាអញ្ចឹងថារឿងហ្នឹងវាមិនជារន្ធត់តក់ស្លុតណាស់ណាទេគាត់ថាវាចាប់អារម្មណ៍តាំងពីទីទួលហ្នឹងវាជាប្រវត្តិកន្លែងគេបូជាសពអញ្ចឹងយើងអត់ដឹងហើយក៏យើងមិននឹកស្មានថានៅក្នុងព្រៃជ្រៅអញ្ចឹងវាមានរឿងរ៉ាវនឹងកើតឡើងដែរហើយក៏មិននឹកស្មានថាដើមឈើដែលយើងចង់រឹងសម្រាប់ហ្នឹងវាចៃដន្យទៅប៉ះចំអាដើមឈើដែលមានខ្មោចចងកនៅនឹងដែរព្រោះអីនៅក្នុងព្រៃវាមានដើមឈើច្រើនអញ្ចឹងមិនដឹងមិននឹកឃើញតែចងតែកន្លែងហ្នឹងយើងមិនដឹងថាវាមានអីទាញចិត្តយើងឲ្យចង់ទៅចងកន្លែងហ្នឹងឬក៏ដោយសារតែយើងយល់ឃើញថាកន្លែងហ្នឹងប្លង់វាល្អវាមលុបល្អហើយណាមួយវានៅចិត្តមាត់ទឹកអញ្ចឹងទៅយើងចង់រឹងទៅបានស្រួលងាកមើលទេសភាពហើយនឹងឮសំឡេងទឹកហូរផងអញ្ចឹងទៅប៉ុន្តែធម្មតាតែមនុស្សតែត្រូវកាយខ្មោចលងគឺខ្មោចលងហើយអត់មានហេតុផលទេតែខ្មោចត្រូវលងគឺលងហើយមិនអញ្ចឹងប្រិយមិត្តបាទនឹងគឺជាសាច់រឿងដែលខ្ញុំលើកមកចែកម្លែកបានតែប៉ុណ្ណេះហើយក៏សូមអធិស្ឋានទៅកាន់ប្រិយមិត្តយើងដែលគាត់ចែកម្លែករឿងរ៉ាវនៅក្នុងក្រុម Telegram យប់15កើតរឿងរ៉ាវប្រិយមិត្តផងដែរដោយសារតែខ្ញុំរវល់អត់ទាន់បានចូលតបឆាតគាត់ទេបាទព្រោះមានបងប្អូនប្រិយមិត្តយើងគាត់មានសាច់រឿងដើម្បីចែកម្លែកអញ្ចឹងចាំខ្ញុំទំនេរបន្ទាប់ពីខ្ញុំចែកម្លែករឿងរ៉ាវនេះហើយខ្ញុំនឹងចូលទៅដកស្រង់សាច់រឿងដែលគាត់យកមកចែកម្លែកហ្នឹងមកចែកម្លែកបន្តទៀតបាទអញ្ចឹងក៏សូមអធិស្ឋានខ្លាំងមែនទែនសម្រាប់ការយឺតយ៉ាវបាទទន្ទឹមនឹងនេះផងដែរសម្រាប់បងប្អូនប្រិយមិត្តដែលមានបំណងចង់ចែកម្លែកនៅរឿងរ៉ាវផ្សេងៗប្រិយមិត្តអរគ្នាក៏អាចចែកម្លែកបានផងដែរតាមរយៈក្រុម Telegram ជប់15កើតរឿងរ៉ាវប្រិយមិត្តដែលខ្ញុំនឹងដាក់ជាដំណរ link នៅខាងក្នុង description video ក៏ដូចជាធ្វើការ pin ទុកនៅក្នុង comment ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនយើងដែលចង់ចែកម្លែកសាច់រឿងអាចចូលទៅចែកម្លែកបានដោយសេរីផងដែរជាចុងក្រោយក៏សូមធ្វើការខន្តីអភ័យទោសចំពោះប្រិយមិត្តលោកអ្នកស្ដាប់ទាំងអស់គ្នាដែលបានតាមដានស្ដាប់បើសិនជានៅក្នុងការចែកម្លែកនេះមានការខុសឆ្គងនៅត្រង់ប្រការណាមួយនោះក៏សូមប្រិយមិត្តលោកអ្នកស្ដាប់គ្រប់រូបខន្តីអភ័យទោសដល់ខ្ញុំផងហើយក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រិយមិត្តយើងគ្រប់រូបដែលតែងតែតាមដានស្ដាប់តាំងពីចាប់ដើមរហូតមកដល់ពេលនេះហើយឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំក៏សូមជូនពរបងប្អូនប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសសូមបងប្អូនប្រិយមិត្តអរគ្នាជួបតែសំណាងល្អសុខភាពល្អរោគទទួលទានមានបានគ្រប់គ្នាក៏ដូចជាមានសុភមង្គលច្រើននៅក្នុងក្រុមគ្រួសារផងដែរបាទប្រិមិត្តលោកអ្នកស្ដាប់ជាទីមេត្រីការវិលមកជួបគ្នានៅក្នុងរាត្រីនេះគឺមានតែប៉ុណ្ណេះហើយយើងនឹងវិលមកជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងរាត្រីក្រោយគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា